ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកចែកស្បៀងអាហារនិងបន្លែត្រកួនជូនដល់បងប្អូនជនភៀសសឹកដែលបានមកស្នាក់នៅតាមផ្ទះសាច់ញាតិក្នុងសង្កាត់គោកចកចំនួន65គ្រួសារដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះសង្ឃមកលើជនភៀសសឹកនិងគឺជាការបង្ហាញថាវត្តអារាមមិនមែនគ្រាន់តែជាកន្លែងសម្រាប់សក្ការៈបូជាព្រះធម៌ប៉ុណ្ណោះទេប៉ុន្តែជាជំរកសុវត្ថិភាពសម្រាប់អ្នកដែលកំពុងមានទុក្ខអាសន្នបំផុតផងដែរនាព្រឹកថ្ងៃទី1ខែកុម្ភៈឆ្នាំ2026នេះព្រះគ្រូវិចិត្រវោសាហែមកំសានញាតិធម្មោព្រះចៅអធិការវត្តប្រាសាទគោកចកដែលស្ថិតនៅក្នុងក្រុងសៀមរាបបានធ្វើការដកបន្លែត្រកួនដែលបានដាំកន្លងមកដើម្បីធ្វើការចែកជូនបងប្អូនជនភៀសសឹកដែលបានមកស្នាក់នៅតាមលំនៅឋានបងប្អូនក្នុងសង្កាត់គោកចកក្រុងសៀមរាបចំនួន65គ្រួសារព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកបានមានធរណីកាថានៅក្នុងពុទ្ធសាសនាគោលការណ៍គ្រឹះគឺមេត្តាការប្រាថ្នាឲ្យអ្នកដទៃមានសេចក្តីសុខនិងករុណាការជួយសង្គ្រោះអ្នកដទៃឲ្យរួចផុតពីទុក្ខនេះគឺជាការផ្សារភ្ជាប់ធម៌វិន័យទៅនឹងការដោះស្រាយបញ្ហាសង្គមហើយព្រះសង្ឃដើរតួនាទីជាអ្នកដឹកនាំស្មារតីផងនិងជាអ្នកសម្របសម្រួលជីវភាពផងដើម្បីបង្ហាញពីភាពម្ចាស់ការលើការផ្គត់ផ្គង់ស្បៀងដោយធានាថាជនភៀសសឹកដែលបាត់បង់ផ្ទះសម្បែងនឹងមិនត្រូវដាច់ពោះស្លាប់នោះឡើយព្រះគ្រូចៅអធិការហែមកំសានបានបន្តថាការលូតលាស់ដំណាំបន្លែដែលបងប្អូនភៀសសឹកនិងក្រុមការងារដែលបានដាំកន្លងមកនៅក្នុងទីធ្លាវត្តប្រាសាទគោកចកបានធ្វើកាត់បោះផ្គត់ផ្គង់និងធ្វើម្ហូបអាហារជូនបងប្អូនជនភៀសសឹកនៅក្នុងវត្តជាបន្តបន្ទាប់ផងដែរព្រះគ្រូចៅអធិការវត្តបានមានធរណីកាបន្ថែមថាបងប្អូនជនភៀសសឹកដែលជួបប្រទះនៅភាពភ័យខ្លាចហើយមានការបាត់បង់និងមានភាពឯកោបានមកស្នាក់នៅក្នុងវត្តក៏ដូចជានៅផ្ទះបងប្អូនសាច់ញាតិដែលក្នុងនោះដែរមានអាជ្ញាធរមូលដ្ឋានក៏ដូចជាព្រះសង្ឃបាននាំយកនៅស្បៀងអាហារធ្វើការចែកជូនព្រមទាំងមានពាក្យពេចន៍លើកទឹកចិត្តដើម្បីជួយឲ្យពួកគាត់មានអារម្មណ៍ថាពួកគាត់មិនត្រូវបានគេបោះបង់ចោលឡើយនិងមានសុវត្ថិភាពផ្លូវចិត្តភាពកក់ក្ដៅព្រមទាំងមានកម្លាំងចិត្តក្នុងការតស៊ូជាមួយស្ថានភាពលំបាកផងដែរព្រះអង្គបន្តទៀតថាការចែកទាននេះគឺជាការបង្រៀនតាមរយៈសកម្មភាពផ្ទាល់ដែលបង្ហាញឲ្យឃើញថាការលះបង់នៅអ្វីដែលមានដើម្បីអ្នកដទៃគឺជាការកសាងសន្តិភាពនិងកុសលធម៌ដ៏ឧត្តមឧត្តមដែលនាំឲ្យសង្គមមានសុខដុមរមនាហើយសកម្មភាពនេះគឺជាការចែករំលែកដោយគ្មានការរើសអើងមិនថាជាជនភៀសសឹកមានជំនឿសាសនាអ្វីឡើយព្រះសង្ឃតែងតែផ្ដល់នូវក្តីស្រឡាញ់និងការគាំទ្រក្នុងនាមជាមនុស្សជាតិដូចគ្នាក្នុងនោះដែរព្រះគ្រូវិចិត្រវោសាហែមកំសានបានមានធរណីកាបន្ថែមទៀតថាគិតត្រឹមព្រឹកថ្ងៃទី1ខែកុម្ភៈនេះនៅក្នុងវត្តប្រាសាទគោកចកមានបងប្អូនជនភៀសសឹកបានស្នាក់នៅចំនួន27គ្រួសារដែលពុំទាន់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយរងចាំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដែលនៅក្នុងភូមិលំនៅឋានរបស់ពួកគាត់អនុញ្ញាតឲ្យទៅទើបពួកគាត់អាចទៅបាន